ដោយសារតែការខិតខំប្រឹងប្រែងក៏សំណាងបានរកឃើញខ្លួនឯងហើយធ្វើដំណើរទៅរកគោលដៅដែលខ្លួនឯងកំណត់ក៏ប៉ុន្តែនៅតាមផ្លូវដែលធ្វើដំណើរទៅរកគោលដៅរបស់យើងវាមិនងាយស្រួលដូចអ្វីដែលយើងគិតនោះទេអ្នកនរគ្នាគឺវាមានបញ្ហាជាច្រើនដូចជាខ្វះភាពជឿជាក់មនុស្សអវិជ្ជមានហើយការសង្ស័យលើខ្លួនឯងអីអស់ហ្នឹងវាសុទ្ធតែជាបញ្ហាដែលយើងជួបជាពិសេសនៅក្នុងពេលដំបូងដែលយើងព្យាយាមកសាងខ្លួនឯងអ្នកនរគ្នាកុំឲ្យបញ្ហាទាំង5នៅក្នុងចំណោមបញ្ហានេះបញ្ឈប់យើងពីការធ្វើដំណើរទៅរកគោលដៅរបស់យើងអីដែលចំពោះបញ្ហាទី1គឺរងចាំពេលវេលាល្អមួយដើម្បីចាប់ផ្ដើមរងចាំពេលស្អែកចាំស្អែកយ៉ាងធ្វើចាំមានពេលវេលាសមរម្យមួយចាំធ្វើចាំមានអានេះសិនចាំមានអានោះសិនស្អីអស់ហ្នឹងគឺសុទ្ធតែជាការពន្យាពេលរបស់យើងទេso please អ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងដឹងថាពេលវេលាល្អឥតខ្ចោះគឺវាអត់មានទេពេលវេលាដែលល្អឥតខ្ចោះគឺវាអត់មានទេហើយពេលវេលាដែលល្អបំផុតគឺនៅក្នុងពេលនេះឯងខ្ញុំលើ quote មួយគេនិយាយថាពេលវេលាដែលល្អឥតខ្ចោះនៅក្នុងការដាំដើមឈើគឺពីម្សិលមិញប៉ុន្តែពេលវេលាដែលល្អឥតខ្ចោះល្អមួយទៀតគឺនៅក្នុងពេលឥឡូវនេះអញ្ចឹងហើយអ្នកនរគ្នាសម្លឹងមើលអ្វីដែលយើងមានហើយធ្វើអ្វីដែលយើងអាចធ្វើបានតូចក៏ដោយធំក៏ដោយធ្វើទៅចាប់ដើមចុះដៃធ្វើនៅអ្វីដែលយើងគិតថាត្រឹមត្រូវហើយយើងអាចធ្វើបាននៅក្នុងពេលកំឡុងពេលឥឡូវនេះហើយធ្វើវាឲ្យល្អបំផុតទៅអាហ្នឹងហើយគឺជាក្បួនដែលអ្នកមុនអ្នកក្រោយគឺធ្វើដូចគ្នាហើយចំពោះបញ្ហាទី2អ្នកនរគ្នាគឺខ្វះភាពជឿជាក់មកលើខ្លួនឯងខ្វះភាពជឿជាក់មិនជឿជាក់លើសមត្ថភាពខ្លួនឯងតែខ្លួនឯងធ្វើបានសម្រាប់ខ្ញុំផ្ទាល់ក៏ជួបបញ្ហានេះមករយៈពេលធំដែរតែក្រោយពីចោលដៃធ្វើពីមួយទៅមួយភាពជឿជាក់ក៏បានកើនឡើងទៅតាមនឹងដែរយើងអត់ចាំបាច់មានភាពល្អឥតខ្ចោះនៅក្នុងការធ្វើទេអ្នកនរគ្នាយើងធ្វើរឿងដែលតូចក៏ដោយនៅពេលដែលយើងធ្វើវាកាន់តែច្រើនឡើងភាពជឿជាក់ confidence ហ្នឹងវា boost យើងវាប្រមូលផ្ដុំទៅជារឿងមួយដែលធំហើយវាអត់អាចបាត់បង់ទៅណាបានទេអញ្ចឹងហើយអ្នកនរគ្នាបានខ្ញុំនិយាយម្ដងហើយម្ដងទៀតថាសម្លឹងមើលរឿងណាដែលទូចហើយយើងអាចធ្វើបាននៅក្នុងថ្ងៃនេះបើទៅបីពេលខ្លះវាអាចជាការអានសភៅជាការថាគោលដៅរបស់យើងគឺជាការរៀនភាសាអង់គ្លេសអញ្ចឹងយើងអាចគ្រាន់តែមកពាក្យឬមួយក៏ទាញសភៅយកមកអានយកមកមើលវីដេអូក៏អាចថាជារឿងតូចមួយដែលយើងអាចធ្វើនៅក្នុងថ្ងៃនេះដែរអ្នកនរគ្នា so please អ្នកទាំងអស់គ្នា be confidence វាកើតឡើងក្រោយពេលឬមួយក៏កំឡុងពេលដែលយើងកំពុងតែធ្វើសកម្មភាពហ្នឹងមិនមែនមុនពេលដែលយើងធ្វើសកម្មភាពហ្នឹងទេមានន័យថាភាពជឿជាក់វាអាចមាននៅក្នុងកំឡុងពេលដែលយើងកំពុងតែធ្វើហើយឬមួយក៏ក្រោយពេលដែលយើងធ្វើមិនមែនមុនពេលដែលយើងធ្វើសកម្មភាពហ្នឹងទេហើយអ្នកទាំងអស់គ្នាគួរតែយល់ដែរចំពោះភាពជឿជាក់នេះគឺនៅពេលដែលយើងធ្វើវាច្រើនប៉ុណ្ណាភាពជឿជាក់ក៏វាប្រមូលផ្ដុំវាច្រើនប៉ុណ្ណឹងដូចគ្នាដែរចំពោះបញ្ហាទី3អ្នកនរគ្នាគឺខ្លាចបរាជ័យមួយនេះខ្ញុំក៏ដូចជាអ្នកនរគ្នាក៏ដូចជាខ្ញុំដែរគឺភ័យខ្លាចថាធ្វើទៅខ្លាចកន្លូវាអត់បានផលធ្វើទៅវាមិនកើតអានឹងវាគឺជាផ្នត់គំនិតអវិជ្ជមានមួយវាបានត្រឹមតែជួយយើងវាបានត្រឹមតែបង្អាក់យើងឲ្យនៅក្នុង comfort zone របស់យើងទេវាអត់អាចធ្វើឲ្យយើងធ្វើអ្វីដែលថ្មីហើយវាធ្វើឲ្យយើងបាត់បង់ឱកាសច្រើនមែនតើនៅក្នុងដំណើរជីវិតរបស់យើងដោយសារតែការភ័យខ្លាចរបស់យើងដែលយើងគួរតែយល់ថាការធ្វើមិនបានផលការធ្វើទៅវាបរាជ័យវាអត់កើតវាខុសវាអីហ្នឹងគឺជាផ្នែកមួយដែលជំរុញយើងទៅរក level មួយដែលធំជាងហ្នឹងអាការដែលធ្វើទៅវាអត់បានផលធ្វើទៅវាមិនកើតធ្វើទៅវាខុសហ្នឹងវាគ្រាន់តែជាអ្វីមួយដែល level មួយដែលរុញយើងឡើងលើទៅលើអ្វីដែលយើងឬមួយក៏ភាពជោគជ័យឬមួយក៏គោលដៅដែលយើងបានកំណត់ទេ so yeah អ្នកនរនេះមើលទៅលើបញ្ហាអស់ហ្នឹងទៅជារឿងដែលល្អវិញរឿងដែលកែលម្អរបស់យើងវិញយើងចោទជាសំណួរមកលើខ្លួនឯងថាហេតុអ្វីបានយើងធ្វើទៅវាអត់បានផលមានវិធីផ្សេងអីអត់មានផ្លេផ្សេងអីអត់ជួនកាលទៅអ្នកនរនេះវាមិនមែនមានតែមួយផ្លូវទេនៅក្នុងការធ្វើដំណើរទៅរកគោលដៅរបស់យើងវាអាចមានផ្លូវផ្សេង1 2 3 4អីចឹងទៅយើងផ្លាស់ប្ដូរវិធីសាស្ត្រផ្លាស់ប្ដូរយុទ្ធសាស្ត្រក៏ប៉ុន្តែកុំផ្លាស់ប្ដូរគោលដៅណានេះគោលដៅយើងរក្សាវានៅដដែលប៉ុន្តែសម្រាប់វិធីសាស្ត្រនៅក្នុងផ្លូវដែលយើងដើរយើងអាចបត់បែនវាទៅតាមនឹងបានប៉ុន្តែគោលដៅយើងរក្សានៅនឹងតែមួយនៅនឹងហើយយើងផ្លាស់ប្ដូរតែយុទ្ធសាស្ត្រផ្លាស់ប្ដូរតែរបៀបដើររបស់យើងទៅបានហើយមិនយូរមិនឆាប់ខ្ញុំជឿជាក់លើអ្នកនរគ្នាហើយខ្ញុំក៏ជឿជាក់មកលើខ្ញុំដែរថា
mình vô mình chạp tếដោយសារតែការព្យាយាមការប្រឹងប្រែងការធ្វើចូលលោករបស់យើងវានឹងរុញយើងទៅរកគោលដៅរបស់យើងបានហើយអ្នកទាំងនេះក៏ដូចគ្នាដែរសម្រាប់បញ្ហាទី4អ្នកនរគ្នាចូលមកដល់បញ្ហាទី4ហើយចំពោះបញ្ហាទី5នឹងនិយាយនៅក្នុងបន្តិចទៀតនេះបញ្ហាទី4នេះគឺមនុស្សអវិជ្ជមានបន្ទួយបង្អាក់និយាយមិនល្អពីយើងស្អីសោកហ្នឹងគឺវាច្រើនខ្លាំងមែនតើវាអត់អាចធ្វើឲ្យអារម្មណ៍របស់យើងរីករាយបានទេអ្នកនរគ្នាហើយកាន់តែធ្វើឲ្យអារម្មណ៍លើកទឹកចិត្តរបស់យើងវាធ្លាក់ចុះថែមទៀតអញ្ចឹងហើយអ្វីដែលយើងអាចធ្វើបានអ្នកនរគ្នាគឺរំដោះខ្លួនឯងចេញពីមនុស្សអវិជ្ជមានអស់ហ្នឹងគឺរំកិលខ្លួនយើងទៅរកអ្នកដែលលើកទឹកចិត្តយើងអ្នកដែលផ្ដល់កម្លាំងយើងអ្នកដែលជំរុញយើង24ម៉ោងទោះបីពេលខ្លះយើងមិនមានមនុស្សប្រភេទហ្នឹងក្នុងមនុស្សវិជ្ជមាននៅក្នុងជីវិតយើងក៏យើងអាចរំដោះខ្លួនចេញពីនោះមកនៅតែឯងអញ្ចឹងទៅក៏បានដែរខ្ញុំអត់ដែលមានប្រភេទខ្ញុំអត់ដែលលើអត់ដែលមានប្រភេទមនុស្សអវិជ្ជមានអញ្ចឹងទេអ្នកនរគ្នាក៏ប៉ុន្តែមិនមែនមានន័យថាអត់មានសោះទេគេអាចនឹងនិយាយនៅក្នុងចិត្តគេអាចនឹងនិយាយទៅវាខ្ញុំអត់ឮក៏ថាបានដែរព្រោះជាធម្មតាយើងអត់អាចធ្វើអ្វីមួយដែលគប់ចិត្តមនុស្សគ្រប់គ្នាបានទេតែងតែមាននៅក្នុងចំណោម10ឯងមានមួយដែលអត់ពេញចិត្តអត់មានមតិផ្ទុយពីយើងប៉ុន្តែអត់អីទេជឿមិនជឿវាគឺជារឿងគេសំខាន់យើងដើរនៅលើផ្លូវយើងហើយយើងគិតថាវាគឺជារឿងត្រឹមត្រូវយើងធ្វើវាពីថ្ងៃមួយថ្ងៃពីរថ្ងៃទៅហើយយើងមានតែប៉ុណ្្នឹងហើយចំណុចទី5អ្នកនរគ្នាវាគឺជាចំណុចចុងក្រោយហើយក៏គ្រោះថ្នាក់ជាងគេដែរគឺការសង្ស័យលើខ្លួនឯងអ្នកដទៃអាចសង្ស័យមកលើយើងបានប៉ុន្តែបើសិនជាយើងសង្ស័យមកលើខ្លួនយើងផ្ទាល់វាគឺជារឿងមួយដែលគ្រោះថ្នាក់បំផុតឥឡូវនេះខ្ញុំក៏កំពុងតែមានបញ្ហានឹងដែរតែសំឡេងមួយដែលថាយើងអត់តន់ល្អគ្រប់គ្រាន់យើងពេលខ្លះក៏យើងអត់អាចធ្វើបានអីចឹងទៅវាលឺសឹងតែរាល់ថ្ងៃអ្នកគ្នាតែអត់អីទេអានេះវាគ្រាន់តែជាសំឡេងមួយដែលបញ្ជាក់ថាយើងកំពុងតែធ្វើរឿងមួយដែលថ្មីរឿងមួយដែលល្អរឿងមួយដែលក្រៅពី comfort zone របស់យើងចឹងមានន័យថាសំឡេងហ្នឹងវាលឺជាវាជាធម្មតាអ្នកគ្នាគួរតែគុំឈប់ព្រោះតែសំឡេងនៅខាងក្រោមនឹងឯងអ្នកគ្នាគុំឈប់ព្រោះតែសំឡេងនឹងអី so អស់ហើយអ្នកគ្នាសង្ឃឹមថានៅក្នុងវីដេអូនេះ5បញ្ហានេះអ្នកគ្នាអាចយល់បានហើយកុំឲ្យវាបញ្ឈប់យើងពីការធ្វើដំណើរទៅរកគោលដៅរបស់យើងអីអ្នកគ្នាខ្ញុំជឿជាក់ថាអ្នកគ្នាមិនឈប់ត្រឹមនឹងទេខ្ញុំក៏មិនចង់ឃើញនរណាគេមួយនៅក្នុងចំណោមអ្នកគ្នាឈប់ត្រឹមនឹងដែរ so guys please keep fighting until you get it you deserve a lot so have a good day